កសិករដាំស្វាយកែវរមៀតក្នុងរដូវឆ្នាំនេះរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុជាងឆ្នាំមុនការប្រែប្រួលអាកាសធាតុនៅឆ្នាំ2025នេះបានធ្វើឲ្យប៉ះពាល់ដល់ការផលិតស្វាយកែវរមៀតក្នុងរដូវរបស់កសិករជាងឆ្នាំមុនទោះបីកសិករមានការថែទាំបានដិតដល់យ៉ាងណាក៏ដោយក៏នៅតែពុំអាចរក្សាបានបរិមាណផ្លែស្វាយបានច្រើនដូចពេលមុននោះឡើយលោកជាវប៊ុនថេងប្រជាកសិករដាំស្វាយកែវរមៀតលើផ្ទៃដី20ហិកតានៅភូមិផ្សារត្រែងត្រយឹងឃុំត្រែងត្រយឹងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺបានឲ្យដឹងថានៅដើមឆ្នាំកន្លងមកនេះស្វាយកែវរមៀតចេញផ្កាច្រើននៅគ្រប់ដើមតែមិនសូវកាន់ផ្លែនោះទេទោះបីមានការថែទាំបានដិតដល់ក៏ដោយវានៅតែជ្រុះផ្លែសឹងតែអស់ទៅវិញការជ្រុះផ្លែស្វាយនេះមិនដឹងថាមកពីមូលហេតុអ្វីឆ្នាំមុនកាលណាកសិករធ្វើការតមតែងតែទទួលបានផលបើតាមកសិករខាងលើការប្រែប្រួលអាកាសធាតុនៅឆ្នាំ2025នេះបានធ្វើឲ្យម្ចាស់ចម្ការស្វាយនៅក្នុងតំបន់មានការងឿងឆ្ងល់គ្រប់គ្នាចំពោះការខូចខាតទៅលើដំណាំស្វាយកែវរមៀតក្នុងរដូវឆ្នាំនេះដោយមិនដឹងថាត្រូវបន្ទោសទៅលើអាកាសធាតុឬត្រូវបន្ទោសទៅលើខ្លួនឯងទាក់ទងនឹងការប្រើប្រាស់ថ្នាំគីមីលើសពីនេះដល់ពេលប្រមូលផលចូលមកដល់នៅមេសាខាងមុខលោករំពឹងថាទទួលបានទិន្នផលប្រមាណ 30% ប្រើប្រៀបធៀបនឹងឆ្នាំ2024លោកជាងប៊ុនថេងបានលើកឡើងថាតម្លៃស្វាយកែវរមៀតក្នុងរដូវសម្រាប់កសិករដែលបានប្រមូលផលលក់ស្វាយក្នុងដំណាក់កាលដំបូងនេះកសិករអាចលក់បានថ្លៃ500រៀលក្នុង1គីឡូក្រាមសម្រាប់ស្វាយគុណភាពលេខ1ហើយទីផ្សារពឹងផ្អែកទៅលើរោងចក្រក្នុងស្រុកនិងឈ្មួញកណ្ដាលនាំទៅប្រទេសថៃនិងប្រទេសវៀតណាមតែសម្រាប់ខ្ញុំបានចុះកុងត្រាជាមួយរោងចក្របានថ្លៃ700រៀលក្នុង1គីឡូក្រាមតែសម្រាប់កសិករដែលមិនបានចុះកុងត្រាទទួលទិញជាមួយម្ចាស់រោងចក្រតម្លៃវាស្រ័យទៅលើឈ្មួញហើយតម្លៃស្វាយកែវរមៀតក្នុងរដូវនេះកសិករមិនអាចលក់បានតម្លៃខ្ពស់បានទេលើកលែងទីផ្សារខាងត្រូវការទើបធ្វើឲ្យតម្លៃស្វាយកែវរមៀតងើបឡើងបានផ្អែកលើបទពិសោធន៍ជាង20ឆ្នាំនៅក្នុងដំណាំស្វាយកែវរមៀតនៅខេត្តកំពង់ស្ពឺកាលឆ្នាំ2024លោកជាវប៊ុនថេងផលិតស្វាយកែវរមៀតខុសរដូវបាន200តោនលក់បានថ្លៃចន្លោះពី800រៀលទៅ1200រៀលនិងស្វាយក្នុងរដូវប្រមូលផលបានជាង200តោនលក់បានថ្លៃ400រៀលក្នុង1គីឡូក្រាមដោយឡែកនៅឆ្នាំ2025លោកប្រមូលផលស្វាយកែវរមៀតខុសរដូវបានផលប្រហែល100តោននិងលក់បានថ្លៃ500រៀលក្នុង1គីឡូក្រាមហើយសម្រាប់ស្វាយក្នុងរដូវនឹងចាប់ផ្ដើមប្រមូលនៅដើមខែមេសាខាងមុខរំពឹងថាបានផលជាង150តោន